គេល្អណាស់រ៉ាហ្វីញ៉ាថាមិត្តរួមក្រុមរូបនេះសមនឹងជាប់ឈ្មោះជាកីឡាករល្អជាងគេគ្រប់ការប្រកួតខ្សែប្រយុទ្ធស្លាបរបស់បាល់សេឡូណាកីឡាកររ៉ាហ្វីញ៉ាបានបង្ហាញពីការកោតសរសើររបស់ខ្លួនមកកាន់ផេទ្រីនិងបានលើកឡើងថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះសមនឹងជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតគ្រប់ការប្រកួតតែម្ដងជាការពិតណាស់រ៉ាហ្វីញ៉ាបានលើកឡើងបែបនេះបន្ទាប់ពីរូបគេជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតក្នុងជំនួបអាក្លាស៊ីកូទល់នឹងរៀលម៉ាឌ្រីតកាលពីថ្ងៃអាទិត្យទី11ខែឧសភាឆ្នាំ2025កន្លងទៅខណៈកីឡាករសញ្ជាតិប្រេស៊ីខាងលើយល់ឃើញថារូបគេមិនសមក្នុងការជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតនោះទេពូលផេទ្រីទៅស័ក្តិសមតេតងនឹងរឿងខាងលើរ៉ាហ្វីញ៉ាបានលើកឡើងថាខ្ញុំមិនស័ក្តិសមក្នុងការជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំការប្រកួតឡើយសម្រាប់ខ្ញុំផេទ្រីគួរតែឈ្នះវាគ្រប់ការប្រកួត